ខ្ញុំឃើញរូបមានចលនាមួយនេះកំពុងតែផ្ទុកខ្លាំងមែនទែននៅក្នុង TikTok ហើយនៅក្នុងវីដេអូនេះគឺខ្ញុំនឹងបង្ហាញទាក់ទងនឹងការតាំងរូបដែលមានចលនាបែបហ្នឹងណាទាំងនៅលើទូរស័ព្ទ iPhone ក៏ដូចជាទូរស័ព្ទ Android ដែរហើយខ្ញុំឃើញថាវាមាន style ច្រើនមែនទែនរូបហ្នឹងគឺមានប្លែកៗស្អាតស្អាតដែលអាចយកទៅតាំងបានណាប៉ុន្តែមុនចូលកាន់វីដេអូនេះសម្រាប់បងប្អូនដែលចង់បាន iPhone 17 series មិនថា iPhone 17, 17 Pro, 17 Pro Max ឬក៏ model iPhone ដទៃទៀតទេបងប្អូនអាចទៅខ្មែរ168 phone shop បានដែលទីតាំងរបស់គាត់គឺនៅជិត Stop DN បងប្អូនអាចទៅមើលផ្ទាល់ក៏បានដែរឥឡូវខ្ញុំសូមបង្ហាញទាក់ទងនឹងការតាំងនៅលើទូរស័ព្ទ iPhone មុនបន្តទៀតដល់ទូរស័ព្ទ Android ណាអញ្ចឹងអ្វីដែលយើងត្រូវធ្វើដំបូងគេបងប្អូនអាចទាញយកវីដេអូហ្នឹងសិនវីដេអូហ្នឹងគឺខ្ញុំបាន upload ចូលកាន់ channel Telegram របស់ខ្ញុំ link channel Telegram របស់ខ្ញុំដាក់នៅក្នុង comment បន្តទៀតគឺយើងអាចចូលកាន់ App Store ទៅហើយបងប្អូនត្រូវការទាញយកកម្មវិធីមួយមានឈ្មោះថា Into Live កម្មវិធីនេះគឺ free ដែលយើងអាចទាញយកបានពី App Store ណាអញ្ចឹងបន្តពីទាញយកហើយយើងគាត់បើកវាទៅហើយក្នុងនោះដូចខ្ញុំបានបញ្ជាក់អញ្ចឹងយើងទាញយកវីដេអូពី Telegram របស់ខ្ញុំអញ្ចឹងបន្តពីទាញយកហើយគឺយើងអាចចុចប៊ូតុង Live Wallpaper បន្តទៀតយើងរើសវីដេអូដែលយើងចង់ដាក់អញ្ចឹងយើង select វីដេអូមួយណាយើងតាំងយកមួយនឹងមកតាំងទៅអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់តាំង style មួយនេះខ្ញុំក៏ធ្វើការ take វាទៅ select វាទៅហើយខ្ញុំចុច done អត់បាច់សេរីអីច្រើនទេហើយខ្ញុំចុចប៊ូតុង export នេះវានឹង export ចេញឲ្យខ្ញុំអញ្ចឹងខ្ញុំក៏អាចចូលកាន់កម្មវិធីរូបភាពរបស់ខ្ញុំវិញនេះបងប្អូនឃើញខ្ញុំក៏ select ទៅខ្ញុំចុចតាំងវាអូខេអញ្ចឹងយើងអាចចាំតិចសិនមកហើយវានឹងដើរបែបនេះអញ្ចឹងយើងគាត់បើកងារ live នេះមកគឺវានឹងមានចលនាឃើញទេអញ្ចឹងគាត់ថានៅលើ iPhone ចលនាវាគឺអត់វែងដូច Android អញ្ចឹងនៅពេលខ្ញុំ lock ទូរស័ព្ទរបស់ខ្ញុំហើយនៅពេលខ្ញុំបើកមកវិញបងប្អូនឃើញវាមានចលនានៅលើទូរស័ព្ទ Android គឺយើងមាន2វិធីវិធីទី1សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ Samsung ងាយមែនទែនយើងគាត់អាចចូលកាន់ gallery ហើយយើងរើសវីដេអូដែលយើង save និងឆ្លាញ់មួយណាតាំងមួយនឹងមកយើងក៏ចុចប៊ូតុងចំណុច3នេះហើយចុច set as wallpaper បន្តទៀតរើស lock screen ទៅចុច done អញ្ចឹងយើងនឹងតាំងវាបានតែម្ដងហ្នឹងណាវាមានចលនាតែម្ដងប៉ុន្តែបើក្នុងករណីមួយទៀតយើងអត់មែនជាអ្នកប្រើប្រាស់ទូរស័ព្ទ Samsung យើងអាចចូលកាន់ Play Store មកបន្តទៀតទាញយកកម្មវិធីមួយមានឈ្មោះថា Video Live Wallpaper យើងគាត់ណាបើកវាទៅហើយក្នុងនោះកម្មវិធីនេះ free វាអាច load បែបនេះអញ្ចឹងទៅបងប្អូនចុច limit try limit version ណាហើយយើងអាចរើសវីដេអូដែលយើងទាញយកអញ្ចឹងចុចកន្លែងតង់នេះខ្ញុំចុច local video បន្តទៀតរើសវីដេអូដែលយើងទៅតាទាញយកមុននឹងពី Telegram របស់ខ្ញុំចុចខ្ញុំអាច select វាមកហើយខ្ញុំអាចយើងចង់បើកសំឡេងក៏បាននេះសំឡេងមកវាខ្ញុំបិទវាទៅហើយយើងចង់ scale to fit ក៏បាន scale to fit គឺវារៀងទាញវីដេអូបន្តិចហើយបងប្អូនចុច set មកចុច set lock screen ឬក៏ home screen ក៏បានដែរបើរើស home screen គឺវាតាំងនៅផ្ទាំង home បងប្អូនឃើញមានចលនានេះមក cool លយមែនតើអាចសាកវាបានហើយអរគុណច្រើនខ្ញុំបញ្ជូនបងប្អូននៅវីដេអូក្រោយទៀត